ម្មណ៍ថា stress តបប្រមល់ហើយទន្ទឹងរង់ចាំឲ្យដល់តែថ្ងៃបើកប្រាក់ខែដែរឬទេបើអ្នកតែងតែមានអារម្មណ៍ដូចនេះឬក៏មិនដឹងថាមូលហេតុអ្វីបានជាខ្លួនមិនដែលមានលុយសល់ដល់ចុងខែសោះនេះជាសញ្ញាបង្ហាញថាអ្នកប្រហែលជាមិនបានគ្រប់គ្រងការចំណាយរបស់ខ្លួនបានត្រឹមត្រូវឬប្រកបដោយប្រសិទ្ធភាពទេផ្នែកទី1ចំណាយតម្រូវការនិងការចង់បានបើស្ដាប់មួយផ្លែតហាក់ប្រហែលស្រដៀងគ្នាតែអ្នកប្រហែលមិនបានពិចារណាដល់អត្ថន័យខុសគ្នារវាងពាក្យទាំងពីរនេះទេតម្រូវការសំដៅលើអ្វីដែលយើងត្រូវការចាំបាច់មិនអាចខ្វះបានដើម្បីរស់រានមានជីវិតប្រចាំថ្ងៃតម្រូវការត្រូវបានបែងចែកជាច្រើនប្រភេទដូចជាតម្រូវការផ្នែករាងកាយតម្រូវការផ្នែកសង្គមនិងតម្រូវការបុគ្គលជាដើមតម្រូវការផ្នែករាងកាយមានដូចជាម្ហូបអាហារសម្លៀកបំពាក់ជម្រកនិងសុខភាពរីឯតម្រូវការសង្គមច្រើនផ្ដោតលើទំនាក់ទំនងឬក្តីស្រឡាញ់រវាងគ្រួសារនិងមិត្តភ័ក្តិជាដើមចំណែកឯតម្រូវការបុគ្គលវិញគឺអាស្រ័យតាមគំនិតនិងស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗដែលក្នុងនោះរួមមានការអប់រំការពិនិត្យសុខភាពនិងសេវាធានារ៉ាប់រងជាដើមផ្ទុយទៅវិញការចង់បានគឺអ្វីដែលយើងប៉ងប្រាថ្នាឲ្យបានមកជារបស់ខ្លួនដើម្បីប្រកបចិត្តខ្លួនឯងឬដើម្បីឲ្យជីវិតកាន់តែមានន័យបន្ថែមទៀតទោះពេលខ្លះយើងមានឬគ្មានលទ្ធភាពបំពេញតាមចិត្តប្រាថ្នាក៏ដោយបើនិយាយឲ្យខ្លីតម្រូវការជាអ្វីដែលយើងត្រូវការចាំបាច់ដើម្បីរស់នៅដោយមិនអាចខ្វះបានឡើយខណៈការចង់បានគ្រាន់តែជាអ្វីដែលយើងចង់បានបន្ថែមលើសពីតម្រូវការប៉ុណ្ណោះពិសេសគឺពេលដែលយើងមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ការពិតទៅវាមិនខុសនោះទេបើអ្នកចង់សម្រេចនៅការចង់បានដើម្បីបំពេញន័យឲ្យជីវិតខ្លួនបន្ថែមតែអ្វីដែលមិនត្រឹមត្រូវនោះគឺការព្យាយាមបំពេញការចង់បានរបស់ខ្លួនហួសហេតុលើសពីលទ្ធភាពដែលខ្លួនមានព្រោះយើងត្រូវដឹងថាការចង់បានរបស់មនុស្សរាល់គ្នាគ្មានព្រំដែនកំណត់នោះទេហេតុនេះហើយទើបយើងគប្បីរៀនកត់សម្គាល់និងបែងចែកឲ្យដាច់រវាងតម្រូវការនិងការចង់បានដើម្បីបន្ថែមការយកចិត្តទុកដាក់និងការប្រុងប្រយ័ត្នលើឥរិយាបថចាយវាយរបស់យើងឲ្យបានច្បាស់លាស់តម្រូវការជាការចាំបាច់តែការចង់បានគឺជាពិនិត្យភាពរៀនចាយវាយតាមមនុស្សសន្សំសំចៃបើដឹងថាខ្លួនឯងកំពុងតែចាយវាយខ្ជះខ្ជាយលំមដល់ពេលហើយស្វែងរកវិធីខ្លះដើម្បីសន្សំសំចៃតើមនុស្សសន្សំសំចៃមានរបៀបចាយវាយដូចម្តេចខ្លះ1ផ្លាស់ប្ដូរការគិតឲ្យតែលើពាក្យថាសន្សំសំចៃច្រើនតែនឹកដល់ពាក្យត្បិតត្បៀតដែលអាចនាំឲ្យយើងមានអារម្មណ៍អវិជ្ជមានឬមានអារម្មណ៍ថាខ្លួនឯងកំពុងវេទនាណាស់អញ្ចឹងព្រោះត្រូវត្បិតត្បៀតនិងគិតគូរការចាយវាយគ្រប់យ៉ាងផ្ទុយទៅវិញយើងគួរបង្វែរការគិតឲ្យមានភាពវិជ្ជមានជាងនេះតួយ៉ាងយើងអាចគិតថាការសន្សំសំចៃគឺជាការទទួលខុសត្រូវលើការចំណាយរបស់ខ្លួនហើយវាមានតែជួយឲ្យយើងងាយនឹងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួនប៉ុណ្ណោះ2កំណត់គោលដៅហិរញ្ញវត្ថុបើគ្មានគោលដៅហិរញ្ញវត្ថុត្រឹមត្រូវទេអ្នកអាចនឹងវង្វេងផ្លូវហើយពិបាកគ្រប់គ្រងលុយកាក់របស់ខ្លួនឬចេះតែបង្កើតឲ្យមានលេសនេះលេសនោះនិងកិច្ចវេះការសន្សំតែបើមានគោលដៅហិរញ្ញវត្ថុវាអាចជួយរំលឹកអ្នកពីទិសដៅដែលអ្នកចង់ទៅនិងជួយជំរុញឲ្យអ្នកមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀតឧទាហរណ៍នៃគោលដៅហិរញ្ញវត្ថុច្បាស់លាស់មានដូចជាសន្សំលុយដើម្បីទិញផ្ទះថ្មីនៅ2ឆ្នាំក្រោយសន្សំសម្រាប់ការសិក្សារបស់កូនសន្សំសម្រាប់អាពាហ៍ពិពាហ៍សន្សំសម្រាប់ទុកពេលចូលនិវត្តន៍ឬសន្សំទុកសម្រាប់ពេលមានអាសន្នណាមួយ3កំណត់ចំណូលចំណាយសរុបប្រចាំខែចាប់ផ្ដើមកត់ត្រាចំណូលនិងចំណាយប្រចាំខែបានច្បាស់លាស់ព្រោះវានឹងអនុញ្ញាតឲ្យអ្នកអាចថ្លឹងថ្លែងរវាងចំណូលនិងចំណាយបានត្រឹមត្រូវស្របទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនអ្នកអាចអនុវត្តការកត់ត្រាចំណូលចំណាយបានដោយប្រើត្រឹមតែកូនសៀវភៅតូចមួយឬកត់ត្រាក្នុងទូរស័ព្ទដៃក៏បានឲ្យតែអ្នកងាយស្រួលដាក់តាមខ្លួនហើយអាចតាមដានមើលផែនការនោះបានគ្រប់ពេលវេលា4
ចាយវាយដោយថ្លឹងថ្លែងតាមកលៈទេសៈមនុស្សសន្សំសំចៃចេះចាយវាយមើលទៅតាមកលៈទេសៈឧទាហរណ៍ពេលសេដ្ឋកិច្ចមិនសូវល្អអ្នកគួរចាយវាយឲ្យត្រូវខ្ទង់កាត់បន្ថយការចេញក្រៅបើមិនចាំបាច់បដូរពីការហូបបាយក្រៅមកហូបបាយនៅផ្ទះបដូរពីការផឹកកាហ្វេហាងមកផឹកកាហ្វេកញ្ចប់កាត់បន្ថយការទិញសម្លៀកបំពាក់ថ្មីញឹកញាប់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃវិញអ្នកក៏គួរតែប្រុងប្រយ័ត្នចំពោះចំណាយមួយចំនួនដែរដូចជាកម្មវិធីជប់លៀងជាប់ៗគ្នារបស់មិត្តភ័ក្តិឬមិត្តរួមការងារដោយគិតបន្តិចថាតើវាពិតជាចាំបាច់មែនឬទេឬអាចចាំពេលក្រោយទៀតបានមនុស្សសន្សំសំចៃចេះប្រើប្រាស់លុយបានត្រឹមត្រូវមិនមែនចេះតែរីកថាំគ្រប់ពេលដោយមនុស្សកម្រិះនោះទេព្រោះគេដឹងថាការអនុវត្តបានភ្ជាប់ព្យួននៅវិធីសាស្ត្រចាយមានខ្ទង់សន្សំសំចៃត្រឹមត្រូវនឹងអាចជួយបញ្ជៀសបញ្ហាហិរញ្ញវត្ថុនានាឲ្យនៅក្នុងកម្រិតទាបបំផុតគន្លឹះដើម្បីងាយស្រួលគ្រប់គ្រងបញ្ជីចំណូលចំណាយយើងគួរអនុវត្តតាមរូបមន្តនៃការប្រើប្រាស់ប្រាក់ចំណូលដូចជារូបមន្ត50 30 20ឬរូបមន្តផ្សេងៗទៀតផងដែររូបមន្ត50 30 20សំដៅដល់វិធីសាស្ត្រក្នុងការបែងចែកប្រាក់ចំណូលដោយ 50% គួរចំណាយទៅលើតម្រូវការចាំបាច់រួមបញ្ចូលទាំងការសងបំណុលចំណែក 30% អាចចំណាយទៅលើការចង់បានរួមទាំងការកម្សាន្តនិង 20% ចុងក្រោយគួរសន្សំទុកឬវិនិយោគបន្ថែមអ្នកអាចបង្កើតលុយតាមពីររបៀបគឺបង្កើនចំណូលឬបន្ថយចំណាយការចាយវាយមានក្បួនខ្នាតការចាយវាយមានក្បួនខ្នាតសំដៅការគិតគូរពីចំណូលចំណាយបានហ្មត់ចត់ហើយការកំណត់ចំណាយប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំខែឲ្យបានសមស្របទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនជាទូទៅការចាយវាយមានក្បួនខ្នាតមានដូចជាចាយវាយមានដែនកំណត់ចាយវាយមានផែនការនិងមានបញ្ជីចំណូលចំណាយត្រឹមត្រូវចាយមិនហឺហាលើសពីសមត្ថភាពចាយដែលបែងចែកដាច់រវាងតម្រូវការនិងការចង់បានចាយតាមរូបមន្តឧទាហរណ៍រូបមន្ត50 30 20ការចេះគ្រប់គ្រងចំណាយបានត្រឹមត្រូវគឺជាកត្តាសំខាន់មួយក្នុងការចូលរួមលើកកម្ពស់សុខភាពហិរញ្ញវត្ថុនិងអាចជួយរុញច្រានឲ្យយើងអាចគេចផុតពីបញ្ហាហិរញ្ញវត្ថុពិសេសការជាប់ដំណុលអាក្រក់នាពេលក្រោយ។